សួស្តីអ្នកនាងខ្ញុំបាទរតនេះខ្ញុំមកធ្វើការ review បែបរបស់ខ្ញុំដែលនៅក្នុងserver Mikita MC អ្នកនាងខ្ញុំខានផលវីដេអូពី3ថ្ងៃអ្នកនាងដោយសារចប់របររៀនហើយគ្មានពេលថតប្រហែលទេអ្នកនាងអ្នកនាងសូមកុំភ្លេចចុច like និង subscribe ឲ្យ channel របស់ខ្ញុំអ្នកមួយផងអ្នកនាងកុំឲ្យខាតពេលវេលាយូរតយើងចូលទៅកាន់វីដេអូតើឥឡូវចូលមកដល់បែបរបស់យើងហើយនេះជាបែបរបស់ខ្ញុំអ្នកនាងនៅក្នុង server Mikita អ្នកនាងគឺបែបខ្ញុំគឺធ្វើមកពីផ្លែលប៉ោអ្នកនាងសារយើងមាន item អញ្ចឹងតែចេះតែ build design តិចចូលឡើងទៅរៀងតំណងដែរក៏ធ្វើចេញមកអញ្ចឹងអ្នកនាងនេះអ្នកនាងខ្ញុំដើរមើលមកជុំឲ្យអ្នកនាងមើលថាផ្ទះខ្ញុំហ្នឹងវាមិនហើយវាមានអីគេខ្លះដល់ទៅវាមិនសូវមានច្រើនអ្នកនាងតែថា server គេតាមតែ update ចូល season ថ្មីអ្នកនាងហើយនេះឈ្មោះ land របស់ខ្ញុំអ្នកនាងហើយបីខ្ញុំហ្នឹងគឺមានធ្វើអីទេតាមតែផ្លែលប៉ោហ្នឹងលក់នេះអ្នកនាងយូរលុយហើយខ្ញុំធ្វើវីដេអូនេះក៏មិនចង់បានអីច្រើនដែរគ្រាន់តែឲ្យអ្នកនាងជួយចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយហើយអ្នកនាងបើសិនជាឃើញខ្ញុំនៅក្នុង server Mikita អីហៅផងអ្នកនាងសារខ្ញុំលេងគ្នាតិចដែរទេអ្នកនាងហើយខ្ញុំឲ្យអ្នកនាងមើលខាងក្នុងតិចចូលវាមានឆេះរៀបអីតិចដែរអ្នកនាងសាររបស់ខ្ញុំមានប៉ុណ្ណាខ្ញុំធ្វើមកប៉ុណ្ណឹងអ្នកនាងហើយបើប្អូចវិញបាញ់និយាយដាក់ទ្វាមកប្រយវាល្អដែរយើងអាចចេញទៅក្រៅបានតែលប៉ោពីរនេះដាក់ភ្ជាប់គ្នាទេមើលមានទ្វាណាដើរចូលឆ្លងទៅវិញទៅមកហើយវាដូចគ្នាទេអ្នកគ្នាវាមិនខុសគ្នាទេហើយបន្ទាប់ពីឲ្យអ្នកគ្នាមើលក្នុងផ្ទះហើយយើងចេញទៅកាប់លប៉ោធម្មតាសារលប៉ោហ្នឹងវាដុសលឿនហើយមែនទេអ្នកគ្នាផ្លែលឿនទៀតមកផ្លែសោះមើលខ្ញុំចេះតិចហើយលើនេះឃើញភ្លើខ្ញុំចង់ធ្វើជាខ្មោចហោះតែខ្ញុំតាមមិនធ្វើកណាត់នោះទេអ្នកគ្នាសារនេះយើងជាគេយើងជាមេកសិដ្ឋានលពៅអញ្ចឹងយើងត្រូវតែខិតខំកាប់លពៅដើម្បីយកទៅលក់យូរលុយដឹងមិនដែរខ្ញុំដាំលពៅដោយសារលពៅវាលក់បានថ្លៃដែរអ្នកគ្នា10 stack ហ្នឹងវាលក់បានចូលបានដូចជា 200k ជាង200 300អត់ដឹងដែរផ្លេចវិញតែខ្ញុំចង់ដាំនេះមួយទៀតដាំដបងជាអ្នកគ្នាដោយសារវាលក់បានថ្លៃជាងលប៉ោអញ្ចឹងហើយខ្ញុំលេងនេះគឺបដោតតែលើរលុយទេអ្នកគ្នាដោយសារបើសិនជាយើងមានលុយយើងអាចទិញអីបានអ្នកគ្នាតែខ្ញុំអត់បានទិញ spawn នៅឯ spawn នៅវារកលុយអូតូខ្លួនឯងហើយនេះខ្ញុំដើរមកមើលឲ្យអ្នកគ្នាមើលពីលើថាបែរខ្ញុំវាមិនទៅវាអត់សូវស្អាតដែរអ្នកដោយសារខ្ញុំបានដាក់ shader ចូលមកភាសាខ្លាចដាក់ shader ទៅវាលេតធ្វើ Minecraft យើងកាំងណាស់នេះហើយនេះយើងដើរទៅមើលពីមុខម្ដងថាវាស្អាតប៉ុណ្ណាដើរមកឆ្លៀតដើរមកធ្លាក់ទេសំតប៉ែមកតែមិនធ្វើទេយើងជីកដីទៅនេះឲ្យឡើងទៅអ្នកគ្នាហើយអ្នកគ្នារ៉េតទេខ្ញុំឲ្យម៉ានលើម៉ានដែរអ្នកគ្នាដោយសារខ្ញុំលេងលើ survival អ្នកគ្នាអញ្ចឹងគឺ item អីគឺយើងត្រូវរកតែបើសិនយើងចង់ស្រួលយើងអាចយកលុយយើងទៅទិញបានតែខ្ញុំវាមិនសូវមានលុយទៅមានតែធ្វើផ្ទះធ្វើអីខ្លួនឯងអ្នកគ្នាបន្ទាប់ពីឲ្យមើលឯនេះហើយខ្ញុំធ្វើការកាប់លប៉ោទៀតហើយគឺយើងចេះតែសំទៅអ្នកគ្នាក្រែងលោបាន10 stack 20 stack អីចឹងទៅលក់បានលុយដែរអ្នកគ្នាបើកន្លែងនេះវាកលិចអ្នកគ្នាបើក chat ចេញអត់ដឹងមិនដែរប្រហែលជា clear game ចោលបានវាបើកចេញអ្នកគ្នាហើយខ្ញុំក៏បានដាក់នំប៉័ងចូលមួយទៅស្អាតកាប់វារៀង clean ដែរហើយចំណែកធួរបស់ខ្ញុំគឺកាកខ្លាំងមែនទែនតែ kit គេ free មកប៉ុន្តែវារៀងល្អដោយសារយើងគ្រាន់តែយកមកកាប់អានេះវាលឿនហើយខ្ញុំមាន kit មួយដែរតែច្រឡំ kit key មួយដែរដែលមិនតន់ទៅបើកទេណាចាំទៅទៀតបានទៅបើកអាហ្នឹងគេថាបើក key ហ្នឹងទៅបានដូចជាលុយ
បង 4M 2M បង 2M 3M នេះចំណាស់ដែរកន្លែងនេះខ្ញុំមានគោលបំណងថាចង់ធ្វើលបងពតជុំវិញហ្នឹងកុំឲ្យមាន player ណាគាត់ចូលមកអញ្ចឹងតែការពារពី zombie អ្នកនេះខ្ញុំបានប្រាប់ coordinate ដល់អ្នកគ្នាមើលទេសារខ្លាញ់អ្នកគ្នា rate ទាខ្ញុំrate ទាខ្ញុំដាក់លបងមីខៀមកងាប់ខ្ញុំមកខ្ជិល clear អ្នកគ្នាហើយពេលខ្ញុំឲ្យតលេង server ណាក៏ធ្វើទាគិនគ្នាដែរអ្នកគ្នាគឺមិនចោលគ្នាសោះប្រយហើយដឹងធ្វើទាគិនគ្នាហ្នឹងហើយនេះដាក់បាយមកក្រោយ screenshot មួយដែរណាគឺវាលយទៅនួងដែរហើយយើងរត់ទៅមកដើម្បីទៅមើលបេះវាអ្នកគ្នាវាធ្វើអាជាក្រោមមានតន់ហើយអ្នកគ្នាហើយវាជាក្រោមហើយវា design ស្អីទៀតអ្នកគ្នាហើយទៀតវាគឺអែមដែរហើយនេះឈ្មោះរបស់វាប្រហែលជា player រៀងច្រើនរៀងស្គាល់ឈ្មោះវាដែរដោយសារមួយនេះវាលេង Minecraft រហូតតែខ្ញុំសូវបានលេងមកទេអ្នកនេះហើយតែវានេះមានប៉ុណ្ណឹងអ្នកនេះហើយឡើងទៅមើលខាងលើតិចទៅសាំមែនដើរធ្លាក់រហូតហើយនេះមើលទាលើវាហ្នឹងមានតែប៉ុណ្ណឹងអ្នកនេះមានតិចដែរទេសារមួយថ្ងៃនេះវាសូវបានលេងដែរនោះអ្នកគ្នាឃើញអត់របស់មីខៀអញ្ចឹងឯងបានខ្ញុំមកចង់ប្រាប់ coordinator របស់ទាខ្ញុំសារខ្លាញ់អ្នកគ្នាមក rate ហើយនេះយើងមកមើលទាវាពីមុខទៅគឺស្អាតប៉ុណ្ណាមានអីទាវាគួរសមដែរអ្នកគ្នាអាចមក rate ទាវាបានតែនិយាយលេងទេកុំមក rate ទាវាអីសារគ្មានណាគេមកកាប់អា rate ហ្នឹងច្រើនណាស់នេះបើសិនជាគេ rate ដល់ណានេះអាណាឈ្នះកាប់ថ្មហ្នឹងចេញណាហើយនេះគេថាសាប់ខ្ញុំគឺវា lag ខ្លាំងមែនទែនណាមួយសាប់វាពងកដៅនៅ recall ទៅមកគាំងហើយយើងរត់មកផ្ទះយើងជាលើចុងក្រោយនេះចុងវីដេអូហើយនេះស្អាតណាស់អ្នកគឺជាម្ចាស់ចំការលពៅណាបើសិនជាចង់អីគេវិនិយោគទុនលពៅមួយខ្ញុំអាចមកធ្វើនៅនឹងបានណាគ្នាតែមុននឹងចូលមកយ៉ាត់អង្គរៈខ្ញុំលួងមកណាគ្នានេះអង្គរៈនៅលើពេញមេឃតើឥឡូវណាគ្នាសូមអរគុណអ្នកគ្នាដែលបានមើលវីដេអូពីដើមរហូតដល់ចប់ហើយសូមអរគុណអ្នកគ្នាឲ្យជួយចុច like និង subscribe ហើយ channel ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តនឹងធ្វើវីដេអូបន្តទៀតហើយបងប្អូនគ្នាសបោលុយអាចឲ្យលុយខ្ញុំចាយខ្លះមកអ្នកគ្នាserver នេះខ្ញុំក្រខ្លាំងមែនទែនហើយជូនពរអ្នកគ្នាមានសុខភាពល្អរៀនឆាប់បកែចំណាំឆាប់បានអ្នកគ្នាបាយបាយអ្នកគ្នា Easy go